ពេលដែលយាយរបស់ខ្ញុំគាត់ប្រមូលផលស្រូវមកអាស្រូវរឹងដែរនៅក្នុងជំរុកចាស់ហ្នឹងគឺគាត់យកទៅធ្វើណាំអាកោនឹងអានឹងម៉ាក់ថាឲ្យយកខ្ទិះនឹងទៅញ៉ាំបានណាតែអានេះគឺបន្លែដែលម៉ាក់ខ្ញុំគាត់យកទៅដាក់ស្លហ្នឹងណាអ្នកនរគ្នានិយាយទៅយើងឃើញគោខ្ទិះឃើញបន្លែឃើញគ្រឿងឃើញស្លឹកក្រូចឃើញម្ទេសហ្នឹងគឺអ្នកនរគ្នាច្បាស់ជាដឹងហើយថាម៉ាក់ខ្ញុំហ្នឹងគាត់ស្លអីគេអានឹងគឺសម្លម្ជូរខ្ទិះផ្លែត្រឡាចប៉ុន្តែម្ជូរហ្នឹងគឺម៉ាក់ខ្ញុំដាក់ផ្លែស្វាយអ្នកនរគ្នាឥឡូវគឺម៉ាក់ខ្ញុំចាប់ផ្ដើមកូរគ្រឿងលាយហើយម៉ាក់គាត់ថាខ្ទិះដូងដែលយើងដាក់បង្កាស់ទឹកវាហ្នឹងគឺប៉ុណ្ណឹងយើងអាចលាយគ្រឿងបានហើយអញ្ចឹងយើងដាក់គ្រឿងដាក់អីមកឲ្យកូរវាឲ្យសព្វឲ្យក្លិនឈ្ងុយតិចទៀតធ្វើម៉េចឲ្យគ្រឿងហ្នឹងវាឡើងក្រហមបន្តិចសិនកូរចុះកូរឡើងអញ្ចឹងមកធ្វើម៉េចឲ្យគ្រឿងហើយនឹងខ្ទិះហ្នឹងគឺវាសព្វគ្នាល្អប៉ុន្តែកុំទុកវាយូរអ្នកនរគ្នាការពារខ្លាចខ្លោចទ្រាប់បាតឆ្នាំងតែខ្លោចអីម្ហូបយើងមួយមុខហ្នឹងដឹងតែអីអ្នកនរគ្នាគឺញ៉ាំអត់កើតទេព្រោះអីស្លឹកខ្ទិះហ្នឹងគឺវាឈ្ងុយនឹងខ្ទិះនឹងឯងតែខ្លាចខ្ទិះអីចាប់ឲ្យអ្នកនរគ្នាឥឡូវគឺម៉ាក់ខ្ញុំថែមប្រហុកអ្នកនរគ្នានិយាយទៅខាងខ្ញុំគេហៅប្រហុកសាច់គេមានប្រហុកសាច់ប្រហុកឆ្អឹងសម្រាប់សម្លម៉ាក់ខ្ញុំក៏ដាក់ប្រហុកសាច់ដោយសារតែប្រហុកឆ្អឹងហ្នឹងពេលយើងញ៉ាំទៅស្វាខាប់ទៀតវាខ្លាចធ្វើយើងស្លាក់កតែប្រហុកសាច់ហ្នឹងក៏ស្វិតដែរអ្នកទាំងអស់គ្នាដែលម៉ាក់ខ្ញុំក៏ដាក់មិញណាកូរឲ្យបែកត្រំបែកហ្នឹងយូរដែរឥឡូវម៉ាក់ខ្ញុំថែមស្ករអំបិលប៊ីចេងអ្នកនរគ្នានឹងថ្ងៃមិញគាត់ដាក់ប៊ីចេងហើយតែម៉ាក់ថាដោយសារតែយើងឡច្រើនត្រូវថែមប៊ីចេងបន្តិចទៀតម៉ាក់ថាដាក់មួយស្លាបព្រាកន្លះហើយគាត់ថែមអំបិលតិចទៀតដូចគ្នាហើយនឹងស្ករបន្ទាប់មកក៏ចាក់ត្រីចូលត្រីហ្នឹងគឺបានមកពីបូមស្រះនៅចិត្តនឹងឯអ្នកនរគ្នាដោយសារពូញបូមទៅម៉ាក់ខ្ញុំទិញពីគាត់ពី3គីឡូយកមកទុកហូបមុន10ថ្ងៃអញ្ចឹងណាហើយដាក់ក្លាសេទុកដើម្បីញ៉ាំបានយូរបន្ទាប់ពីយើងលាយគ្រឿងសព្វហើយយើងត្រូវគ្របទុកឲ្យវាឆ្អិនមកសទុះទៀតសិនហើយនឹង